20 ឆ្នាំមកនេះខ្ញុំមិនដែលស្ដាយក្រោយទេអ្វីដែលប្រងនឹងកើតវានឹងកើតយើងលែងត្រូវការលោកជួយទៀតហើយថានេះខ្លាចជានយោបាយនគរទាំង9បន្ទាប់មកគឺពួកយើងទៅរកភូមិសាឡុងណាស់ហ៊ានហៅឈ្មោះពួកយើងទុកចិត្តលើលោកតែម្នាក់គត់រឿលីគឺមនុស្សរបស់ឯងទេដែលមិនអោយយើងបាត់សុខតាមទឹកត្រីមានបាត់បាក់បោះទៀតតែផ្ដាស់ចាំបាច់ធ្វើខុសយ៉ាងនេះរួមជាតិចាំបាច់ត្រូវបង់លុយតម្លៃកុំឲ្យរឿងកាន់តែធំអរគុណគ្រូលោកពួកយើងនៅក្នុងភាពភ័យខ្លាចច្រើនឆ្នាំនៅមិនគ្រប់គ្រាន់ទេទេជុំតាមទាំងផ្លូវយើងទៀតទៅការមកដល់របស់ពួកគេដល់ឱកាសឲ្យលោកគ្រូបានទៅផ្ទះវិញមែនទេគឺថាខ្ញុំមិននឹកផ្ទះខ្ញុំចង់ទៅផ្ទះសង្សាប់ទៅហើយ天命最高ដល់ឆ្នាំនេះក្រុមធ្លាប់គិតចង់សម្លាប់យើងទេធ្លាប់លោកធ្លាប់ជួយជំនាញទ័ពចុះឲ្យណាភាពអត់ធ្មត់ទៅខ្ញុំប្រៀបនឹងលោកបានយ៉ាងម៉េចទៅមានបានការសម្រាប់សិនទៅទៅលេងបន្តទៀតដូរមនុស្ស